ថៃគឺគេថាតាវោះហើយគឺគេបញ្ជូនប្រជាបណ្ដាញប្រជាប្រដ្ឋខ្មែរយើង200គ្រួសារជាងនៅឯភូមិជោគជ័យនឹងទៀតគេនិយាយរាល់ថ្ងៃហើយឥឡូវទៅវោះហើយព្រមគ្នាឃើញវោះបកគោលវោះអីមកប៉ុន្តែសំណួរសួរទៅវិញថាតើគាត់យកផែនទីខ្នាតប្រមាណទៅវាស់លើបកគោលហ្នឹងដើម្បីឲ្យត្រូវព្រោះថៃគេថាគេអត់យកផែនទីខ្នាតលើ1 200,000របស់ខ្មែរទេហើយខ្មែរថាយើងប្រើផែនទីតាម MOU 2000អញ្ចឹងទៅដែលអាចមានយោងទៅខ្នាត1 លើ 200,000របស់ខ្មែរថៃគេថាគេប្រើផែនទី1 លើ 50,000ចុះបើសិនជាយើងអត់មានយល់ព្រមគ្នានៅក្នុងការប្រើផែនទីអញ្ចឹងតើយើងជជែកគ្នាយ៉ាងម៉េចទៅប៉ុន្តែនៅពេលដែលយើងពិបាកយើងជជែកគ្នាហ្នឹងក៏មានគណៈកម្មាធិការព្រំដែនកម្ពុជាថ្ងៃនេះគឺខាងព្រំដែនហ្នឹងគាត់សុំចិត្តប្រជាពលរដ្ឋឲ្យជឿទុកចិត្តលើរដ្ឋាភិបាលខ្ញុំមែនតើអាណិតគណៈកម្មការកិច្ចការព្រំដែនកម្ពុជាយើងដែរគាត់អង្វរយើងឲ្យជឿគាត់ទៅចឹងមិនថាតាមពិតគាត់ធ្វើឲ្យច្រើនដែរគាត់ធ្វើច្រើនណាប្រជាពលរដ្ឋអត់ជឿរដ្ឋាភិបាលកន្លងមកដោយសារអីអារឿងប្តឹងទៅ ICJ ក៏តែមិនប្តឹងអារឿងប្តឹងទៅ ICC ក៏មិនប្តឹងអារឿងគេយកភ្នំទ្របយកអីគ្រប់គ្រងអស់គាត់ថាយើងគ្រប់គ្រងហើយមិនឲ្យគេនិយាយហើយដល់ពេលអញ្ចឹងគាត់ចេះតែមកប្រាប់អង្វរគេឲ្យជឿតើនរណាគេជឿតែខ្ញុំសូមអានសេចក្តីថ្លែងការណ៍ឬក៏សេចក្តីប្រកាសព័ត៌មាននេះបន្តិចចុះដើម្បីយកបុណ្យព្រោះអីពួកគាត់អង្វរដែរថាសូមឲ្យចែកចាយព័ត៌មានហ្នឹងឲ្យបានលឺសុសសាយផងប្រព័ន្ធផ្សព្វផ្សាយរបស់គាត់ប្រហែលជាផ្សាយឡើងកើតហើយបាទចង់ឲ្យបងប្អូនយើងជួយផ្សព្វផ្សាយខ្ញុំមែនតើអានេះវាជាព័ត៌មានដែរអញ្ចឹងសូមផ្សាយថាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការកិច្ចការព្រំដែនចុះថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025ហ្នឹងគាត់ថារដ្ឋលេខាធិការកិច្ចការព្រំដែនមានកិត្តិយសសូមជម្រាបជូនជនរួមជាតិនិងសាធារណជនឲ្យបានជ្រាបថាពាក់ព័ន្ធនឹងការវាស់វែងនិងបោះបង្គោលបដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42ដល់លេខ47ភាគីកម្ពុជាភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារលើដីជាក់ស្ដែងដើម្បីឈានទៅរកការដោះស្រាយលើបញ្ហានៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទស្ថិតក្នុងភូមិសាស្ត្រឃុំអូបេជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យក្នុងនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសូមជម្រាបនិងបញ្ជាក់ជូនជនរួមជាតិនិងសាធារណជនឲ្យបានជ្រាបដូចខាងក្រោមទី1ពាក់ព័ន្ធការវាស់វែងខណ្ឌសីមាព្រំដែនគោកថៃក្រុមវាស់វែងចម្រុះភាគីទាំងពីរចាប់ផ្ដើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងតាំងពីឆ្នាំ2006មកម្ល៉េះដើម្បីវាស់វែងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនបេតុងចំនួន74បង្គោលដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិនសៀមនៅចន្លោះឆ្នាំ1919ដល់1920ការវាស់វែងនឹងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះដែលនៅក្នុងនោះរួមទាំងបង្គោលព្រំដែនលេខ42ដល់លេខ47ផងដែរហ្នឹងគឺធ្វើឡើងយ៉ាងម៉ត់ចត់និងទទួលខុសត្រូវខ្ពស់បំផុតដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងជាពិសេសកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1908 1909និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិនសៀម1919 1920ទី2កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តពីពេលកន្លងមកជាពិសេសនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ42ដល់លេខ47ហ្នឹងគឺភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះមិនមែនឬក៏មិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយទេទី3ភាគីទាំងពីរបានឯកភាពបញ្ជូនក្រុមការងារចុះរៀបចំផែនការនិងអនុវត្តការងារលើដីជាក់ស្ដែងចាប់ពីថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025ដើម្បីវាស់វែងនិងបោះបង្គោលបដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42ដល់លេខ47ស្ថិតនៅក្នុងភូមិសាស្ត្រឃុំអូបេជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគឺជាការបន្តអនុវត្តការងារជាជំហានដើម្បីឈានទៅដល់ការដែលខណ្ឌសីមាលើដីជាក់ស្ដែងស្របតាមខ្លឹមសារនៃអនុសារណៈនៃការយោគយល់គ្នា MOU ឆ្នាំ2000ស្របតាមបែបបទការងារ TOR ឆ្នាំ2003និងស្របតាមស្មារតីនៃកំណត់ហេតុប្រជុំ JBC នាពេលកន្លងមកព្រមទាំងអនុវត្តតាមបែបបទនៃកិច្ចការណែនាំបច្ចេកទេស technical instruction ដែលភាគីទាំងពីរបានឯកភាពគ្នាផងជាចុងក្រោយគឺគណៈកម្មការព្រំដែននេះសូមអំពាវនាវដល់ជនរួមជាតិសាធារណជនជឿទុកចិត្តលើរដ្ឋាភិបាលកម្ពុជានិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ដែលជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុតដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិគោលការណ៍ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមបាទតែប៉ុណ្្នឹងឯងខ្ញុំបានជួយផ្សព្វផ្សាយជាធម្មទានយកតែបងប្អូនយកតែពិចារណាទៅគាត់មើលទៅដូចជាច្បាស់លាស់របស់គាត់ដែរក៏ប៉ុន្តែឆ្ងល់ថាថៃមួយថ្ងៃគិតតែពីរឿងយកដីឲ្យវាស់វែងចង់ដេញឲ្យប្រជាពលរដ្ឋប្រមាណឃុំប្រមាណផ្ទះហ្នឹងគឺអត់អាចចូលវិញបាន6ផ្ទះយ៉ាងហោចគេដេញបាត់ហើយឥឡូវហ្នឹងគឺគេចាប់ផ្ដើមផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីធ្វើបេតុងធ្វើអីឈូដីឈូឆាយអីមកកណោក៏ដឹកហ្នឹងទៅតែយ៉ាងណាបងប្អូនយើងតាមដានតទៅទៀតជឿគាត់ខ្លះមិនជឿគាត់ខ្លះអានឹងទៅតាមការចាក់ស្ដែងពីយើងគ្មានព័ត៌មានឯករាជ្យខ្ញុំអានរបស់គាត់ទាំងស្រុង